ឲ្យតែពេលយប់ឡើងបន្តណានិយាយទៅគឺខ្ញុំចូលចិត្តធ្វើឲ្យខ្លួនឯងធ្វើរឿងអីប្លែកៗហ្មងនិយាយទៅក៏យល់ពីខ្លួនឯងដែរហើយឥឡូវគឺខ្ញុំមកញ៉ាំជាមួយនឹងខ្យងទាំងយប់ហ្មងនេះតាមពិតតែដោយសារតែផ្ទះខ្ញុំចិញ្ចឹមខ្យងអញ្ចឹងណាដល់ពេលចង់ញ៉ាំស្មានណាបានញ៉ាំស្មានហ្នឹងអញ្ចឹងហ្មងហើយណាមួយដោយសារតែខ្យងផ្ទះខ្ញុំចិញ្ចឹមខ្លួនឯងអញ្ចឹងណាដល់ពេលអញ្ចឹងទៅអាចទុកចិត្តបាននិយាយទៅញ៉ាំស្និទ្ធមាត់ហ្មងដោយសារអីដោយសារខ្ញុំដាក់បន្លែឲ្យវាស៊ីអញ្ចឹងណានិយាយទៅគឺខ្ញុំដាក់ចំណីឲ្យវាស៊ីហ្នឹងគឺបន្លែធម្មជាតិឥតប្រើជាមួយនឹងចំណីគីមីឲ្យវាស៊ីទេតាមពិតទៅចិញ្ចឹមខ្យងបងប្អូនកុំធ្វើដូចខ្ញុំគឺយើងចិញ្ចឹមខ្យងគឺយើងត្រូវតែមានកំប្លោកដើម្បីដាក់ឲ្យវាតោងលេងគ្រាន់តែជាការហាត់ប្រាណរបស់វាអញ្ចឹងណាហើយដោយសារតែកំប្លោកហ្នឹងគឺកន្លែងដែលទៅយកហ្នឹងគឺវាលិចទឹកដល់ពេលលិចទឹកអញ្ចឹងទៅខ្ញុំអត់ហ៊ានចុះឲ្យខ្ញុំខ្លាចឆ្លើមផងចាំមើលពេលទឹកស្រកចាំខ្ញុំទៅយកកំប្លោកហ្នឹងមកដាក់តែវាអត់អីបើយើងអត់មានកំប្លោកគ្រាន់ថាវាអត់បានតោងលេងអញ្ចឹងណាហើយកន្លែងហ្នឹងបងប្អូនមិនឆ្ងល់ទេហេតុអីបានចាប់ខ្យងមកតិចម៉េចដោយសារតែចង់ញ៉ាំតែប៉ុណ្្នឹងហើយខ្យងបើនិយាយទៅសម្បកវាគឺពណ៌លឿងថ្លាល្អហ្មងប៉ុន្តែអានេះដោយសារតែខ្ញុំអត់សូវបានដូរទឹកអញ្ចឹងទៅស្លាយវាកាន់ក៏វារៀងរបកសបកវានឹងត្មងទៅហើយឥឡូវហ្នឹងគឺខ្ញុំមកបេះជាមួយនឹងអាជីនេះជីពងទាកូនហ្នឹងជាមួយនឹងអាជីម្លូនេះយីមែនណាខ្ញុំចូលចិត្តអាជីម្លូហ្នឹងហ្មងវាក្លិនវាឈ្ងុយហ្មងពេលខ្លះខ្ញុំបេះវាយកមកហិតទៅណាហើយទាំងអស់គ្នាមើលជីម្លូនឹងជីពងទាកូនណាស្លឹកវាលាស់ល្អហ្មងហើយខ្ញុំបេះវាតែប៉ុណ្្នឹងឯសារអីខ្ចប់មកខ្ញុំតិចដែរអញ្ចឹងណាឥឡូវហ្នឹងគឺខ្ញុំយកវាមកលាងជាមួយនឹងទឹកសិនពួកអីមិញវាមានដីតោងដែរអញ្ចឹងណាហើយបន្ទាប់មកទៀតគឺខ្ញុំទៅបេះជាមួយនឹងស្លឹកក្រូចសើចនៅក្រោយផ្ទះអញ្ចឹងណាគេទៅអាំងតែមាននៅផ្ទះខ្លួនឯងគឺបេះអត់ដកដៃទេហើយណាមួយខ្យងយើងបើសិនជាស្ងោរអត់ដាក់ស្លឹកក្រូចសើចទេគឺវាអត់ឈ្ងុយអញ្ចឹងណាហើយបើនិយាយពីស្លឹកក្រូចសើចវិញនិយាយទៅគឺលាស់ស្លឹកល្អរាល់ឆ្នាំហ្មងហើយកាលពីមុនតែខ្ញុំអត់ទាន់ដាំដើមក្រូចសើចហ្នឹងពេលដែលស្ងោរខ្យងម្ដងគឺទៅបេះជាមួយនឹងស្លឹកត្បែកយកមកដាក់ស្ងោរខ្យងណាគេធ្លាប់ស្ងោរខ្យងជាមួយនឹងស្លឹកត្បែកខ្លះប្រាប់ខ្ញុំតិចមកហើយបន្ទាប់ពីបេះហើយគឺខ្ញុំយកស្លឹកក្រូចសើចហ្នឹងមកដាក់ពីលើខ្យងអញ្ចឹងណាដើម្បីកាត់ក្លិនរបស់វាហើយធ្វើឲ្យក្លិនខ្យងពេលយើងស្ងោរទៅវាឈ្ងុយហើយក៏ខ្ញុំដាក់ជាមួយនឹងអំបិលបន្តិចទៅមិនបន្តិចទេនេះហើយខ្ញុំដាក់ជាមួយនឹងទឹកខ្ញុំខ្លាចវាខ្លោចបាតរដងខ្ញុំស្ងោរអត់ដាក់ទឹកទេព្រោះអីខ្យងវាមានទឹកហើយស្រាប់អញ្ចឹងណាពេលយើងស្ងោរហើយប៉ុន្តែនេះយកសារតែខ្យងខ្ញុំតិចពេកខ្លាចខ្លោចឆ្នាំងអញ្ចឹងណាដាក់បន្តិចដែរទៅហើយឥឡូវនេះគឺខ្ញុំមកហាន់ជាមួយនឹងគល់ស្គ្រៃដើម្បីធ្វើទឹកប្រហុកហើយទឹកប្រហុកហ្នឹងនិយាយទៅគឺខ្ញុំធ្វើតែបន្តិចដែរទេដោយសារអីខ្យងខ្ញុំតិចដែរហើយម្ទេសគឺខ្ញុំដាក់តែ2គ្រាប់ទេលើកហ្នឹងហើយបើប្រហុកវិញគឺខ្ញុំដាក់តែ4-5ខ្ទើយដោយសារអីគឺខ្ញុំធ្វើតែបន្តិចដែរទេអញ្ចឹងខ្ញុំអត់ធ្វើច្រើនខ្ញុំដាក់តែប្រហុកបន្តិចទេហើយគ្រឿងធ្វើទឹកប្រហុករបស់ខ្ញុំមានតែប៉ុណ្្នឹងទេដូចក្នុងវីដេអូហ្នឹងអញ្ចឹងណាមានគល់ស្គ្រៃមានម្ទេសមានប្រហុកអញ្ចឹងណាហើយឥឡូវហ្នឹងគឺខ្ញុំមកហាន់ជាមួយនឹងក្រូចឆ្មាដែរដើម្បីដាក់ឲ្យវាមានរសជាតិកាន់តែឈ្ងុយហើយខ្ញុំចូលចិត្តបែបជូរលះអញ្ចឹងណាហើយក្រូចឆ្មានេះដែរគឺខ្ញុំដាក់ចំនួន2ផ្លែដោយសារតែក្រូចឆ្មាហ្នឹងវាអត់សូវមានទឹកដល់ពេលហ្នឹងទៅខ្ញុំដាក់2ផ្លែហ្មងទៅហើយបន្ទាប់ពីហាន់ក្រូចឆ្មាឲ្យរួចរាល់គឺខ្ញុំច្របាច់ក្រូចឆ្មាចូលទៅក្នុងទឹកប្រហុកអញ្ចឹងណាទៅគឺខ្ញុំអត់ប្រើជាមួយនឹងស្រោមដៃអីទេដោយសារតែខ្ញុំញ៉ាំខ្លួនឯងអញ្ចឹងខ្ញុំច្របាច់ដៃធម្មតាអញ្ចឹងណានិយាយទៅកុំប្រកាន់ខ្ញុំច្របាច់ដៃហ្នឹងគឺខ្ញុំញ៉ាំខ្លួនឯងទេបន្ទាប់ពីខ្ញុំធ្វើទឹកប្រហុកអីហើយខ្ញុំមកញ៉ាំជាមួយនឹងគ្រឿងជូរនិយាយទៅមានគ្រឿងជូរនិយាយទៅគឺអត់ឲ្យតនេមាត់បដ ாய் ហើយបន្ទាប់ពីញ៉ាំគ្រឿងជូរអស់ហើយឥឡូវហ្នឹងដល់វគ្គខ្យងឆ្អិនល្មមហ្មងខ្យងខ្ញុំបានឆ្អិនហើយឥឡូវហ្នឹងមានតាំងពីទឹកប្រហុកមានតាំងពីជីសម្រាប់ផ្ទាប់ជាមួយនឹងខ្យងអញ្ចឹងណាហើយអ្នកគេដែលគាត់ធ្លាប់ញ៉ាំអា3មុខនេះមិចចូលគ្នានិយាយទៅគឺគាត់ដឹងហើយថាវារសជាតិឆ្ងាញ់មិននិយាយទៅបែបស្រុកស្រែអញ្ចឹងណានិយាយទៅពេលដែលយើងជ្រលក់មួយទឹកប្រហុកហើយមានជាប់ជាមួយនឹងអាស្លឹកក្រូចសើចបន្តិចហ្នឹងនិយាយទៅគឺឈ្ងុយពេញមាត់ឆ្ងាញ់បដ ாய் ហើយឥឡូវហ្នឹងគឺដល់វគ្គខ្ញុំញ៉ាំឲ្យមើលវិញម្ដងនិយាយទៅពេលដែលខ្ញុំញ៉ាំហ្នឹងគឺខ្ញុំញ៉ាំពីអ្នកក្មួយខ្ញុំហើយដល់ពេលហើយវាចូលកាមេរ៉ាគឺវាអត់ចូលទេវាអៀនហើយខ្យងបអ្នកដែលគាត់ធ្លាប់ញ៉ាំខ្យងបគឺគាត់ដឹងរសជាតិដែរយីមែនសាច់វាឡើងផ្អែមហ្មងនិយាយទៅគឺខុសពីអាខ្យងផ្សេងខុសពីខ្យងខ្មៅខ្យងស្រែយើងទៀតអញ្ចឹងបានអាខ្យងបហ្នឹងវាថ្លៃមិនមែនថ្លៃហ្នឹងថ្លៃកាពេលល្បីដបងហើយកាលនោះមាន20រៀលទៅ30រៀលយីមែនថ្លៃហ្មងប៉ុន្តែឥឡូវវារៀងផាយរៀងចុះធូរថ្លៃដោយសារអីសបូអ្នកចិញ្ចឹមច្រើនអ្នកដែលគាត់ចូលចិត្តញ៉ាំយប់មើលវីដេអូនេះគឺត្រូវហ្មងមើលឲ្យគឺឃ្លានបដ ாய் ហើយបើចំពោះអ្នកគេអត់ដឹងទេបើខ្ញុំវិញខ្ញុំរត់ឲ្យខ្លួនឯង10លើ10ហ្មងអារឿងចូលចិត្តខ្យងលះជាមួយនឹងខ្ចៅអីហ្នឹងឲ្យខ្លួនឯងលេខ1ហ្មងនិយាយទៅគឺមិនបាច់មើលអីច្រើនទេមើលតែទង្វើរបស់ខ្ញុំដឹងថាខ្ញុំចូលចិត្តប៉ុណ្ណាហើយពេលដែលញ៉ាំខ្យងទាំងអស់គ្នាកុំភ្លេចបេះអាកន្លែងមាត់របស់វានឹងចាញ់ព្រោះឲ្យកន្លែងមាត់របស់វាគឺវាផ្ទុកជាមួយនឹងអាចចំណីពេលដែលវាស៊ីយកទៅក្នុងមាត់ហ្នឹងនិយាយទៅគឺខ្ញុំញ៉ាំបដាខ្ញុំបេះបដាអញ្ចឹងណាតែខ្ញុំឃើញអ្នកខ្លះពេលដែលគាត់ញ៉ាំទៅគឺគាត់បេះអាមាត់វានឹងចាញ់ទេដល់ពេលហ្នឹងទៅខ្ញុំអត់ដឹងមិនដែរប៉ុន្តែរាល់ពេលដែលខ្ញុំញ៉ាំខ្យងគឺខ្ញុំបេះអាមាត់វានឹងនិយាយរួមទៅគឺខ្ញុំញ៉ាំតែក្បាលវាទេក្បាលវាបែបច្រប់អញ្ចឹងណាពេលដែលយើងដាក់ខ្យងមួយម៉ាត់ហើយជាមួយនឹងជីថែមមួយម៉ាត់ពីក្រោយទៀតនិយាយមែនត្រូវរឿងហ្មងបើនិយាយពីសកម្មភាពគឺខ្ញុំថតគ្រប់សកម្មភាពហ្មងហើយវីដេអូពេញគឺ20នាទីជាងខ្ញុំកាត់នៅសល់តែ4នាទីជាងនិយាយទៅគឺខ្ញុំកាត់ឡើងចង់អស់ហើយនឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបាយបាយ